សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកលំហាត់មួយនៅក្នុងមេរៀនទី2មុំម៉ងនៃកម្លាំងយកមកបកស្រាយសម្រាប់បងប្អូនទាំងអស់គ្នាដោយគេថាទ្វារមួយត្រូវការមុំម៉ងអបបរមា 32.5 Newton ម៉ែត្រដើម្បីបិទឬបើកតើគេត្រូវដាក់ដៃទ្វារនៅចម្ងាយប៉ុន្មានពីត្រចៀកបើគេដឹងថាដើម្បីបិទឬបើកគេត្រូវបញ្ចេញកម្លាំងមិនលើសពី50 Newton អញ្ចឹងអ្វីដែលគេចង់បានគឺគេរកប្រវែងដៃខ្នោះឬក៏ចម្ងាយដែលត្រូវដាក់ដៃទ្វារនឹងអញ្ចឹងដើម្បីកណនីចម្ងាយដែលត្រូវដាក់ដៃទ្វារគឺយើងប្រើតាមរូបមន្តមុំម៉ងនៃកម្លាំងដោយ m ជាមុំម៉ងនៃកម្លាំងស្មើជាមួយនឹង f កម្លាំងគុណឲ្យ d ដែលជាប្រវែងដៃខ្នោះអញ្ចឹងអ្វីដែលគេចង់បានគឺគេសួររកចម្ងាយត្រូវដាក់ដៃទ្វារអញ្ចឹងគេសួររក d អញ្ចឹងយើងទាញរក d មកនាំឲ្យ d យើងរុញ f មកនេះមកយើងបានទៅជា m ចែកឲ្យ f ដោយបំរាប់គេប្រាប់មកមុំម៉ងអបបរមាគឺ 32.5 Newton ម៉ែត្រនិងកម្លាំងស្មើជាមួយនឹង50 Newton អញ្ចឹងយើងយកតម្លៃហ្នឹងមកជួសជុលក្នុងរូបមន្តមកគេបាន D គឺស្មើជាមួយនឹង 32.5 ចែកឲ្យ50ដែល 32.5 ចែកឲ្យ50គឺស្មើជាមួយនឹង 0.65 ម៉ែត្រអញ្ចឹងដូចនេះចម្ងាយដែលគេត្រូវដាក់ប្រវែង D ស្មើជាមួយនឹង 0.65 ម៉ែត្រជាចម្លើយអញ្ចឹងការបកស្រាយលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ